សួស្តីបងប្អូនអរគ្នាថ្ងៃនេះមានបងប្អូនយើងស្នើសុំឲ្យខ្ញុំនឹងថតពីឡាន review ឡានរបស់ខ្ញុំបាទហើយខ្ញុំនឹង review បងប្អូនអរគ្នាឲ្យបងប្អូនមើលហើយខ្ញុំនឹងប្រាប់ពីការលេងឡានរបស់ខ្ញុំនេះតែខ្ញុំលេងអស់ប្រមាណបាទទី1គឺខ្ញុំដូរផ្លាកលេខបាទដាក់ផ្លាកលេខថ្មីហើយទី2គឺខ្ញុំអ៊ុតបាទអ៊ុត free name អាហ្នឹងហើយមកជុំឡានហ្នឹងគឺខាងនេះខ្មៅបាទខាងលើនេះគឺអ៊ុតខ្មៅអញ្ចឹងមកជុំហ្នឹងគឺអស់3លានបាទហើយអានេះផ្លាកលេខនេះអស់ 100000 បាទហើយមួយទៀតគឺកង់បាទយ៉ាន់នេះគឺខ្ញុំលេងវាជាពណ៌ខ្មៅបាទពណ៌ខ្មៅអស់4គ្រាប់ហ្នឹងអស់1លាន400000វ៉ុនបាទអីទៀតបាទដូចជាអត់មានអីទៀតទេខាងក្រោយក៏ខ្ញុំអត់លេងដែរខ្ញុំទុកធម្មតាទេហើយឡានដូចដឹងស្រាប់ហើយបងប្អូន BMW i8 នេះវាម៉ាស៊ីនទូចទេក៏ប៉ុន្តែល្បឿនវាគឺសាហាវបំផុតបាទដែលមិនធ្លាប់មានហើយទ្វាររបស់វាគឺបើកស្លាបអញ្ចឹងបងប្អូនបាទហើយអ្វីដែលខ្ញុំចង់ឲ្យបងប្អូនសង្កេតមើលឡាននេះមុននឹងបងប្អូនចង់ទិញចង់យកទៅប្រើប្រាស់បាទត្រូវសង្កេតថាពេលយើងចូលគឺវាពិបាកមែនទែនបាទឃើញទេគឺពិបាកបងប្អូនហើយអញ្ចឹងហើយបើសិនជាយើងមានគ្រួសារច្រើនណាដូចខ្ញុំកូនចៅច្រើនគឺកុំទិញអីប៉ុន្តែដោយសារតែខ្ញុំមានឡាន 3 4 អញ្ចឹងណានេះឡានសម្រាប់ដឹកក្រុមគ្រួសារកូនចៅអីអញ្ចឹងទៅបាទអញ្ចឹងហើយបានខ្ញុំទិញអានេះសម្រាប់ជិះពីអ្នកប្រពន្ធថ្ងៃណាថាចង់ទៅដើរលេងឲ្យវាមានភាពរ៉ូមែនទិកអីអញ្ចឹងណាអញ្ចឹងខ្ញុំជិះអានេះទៅបាទអញ្ចឹងសម្រាប់គ្រួសារច្រើនជិះអានេះអត់កើតទេបាទប៉ុន្តែបើអ្នកដែលមានលុយមានអីច្រើនទិញឡាន 2 3 អញ្ចឹងទៅគឺអាចជិះបានហើយបាទហើយអានេះម៉ាស៊ីនវាគឺមានទាំងមុខទាំងក្រោយខាងមុខអគ្គិសនីខាងក្រោយប្រើសាំងបាទនេះកន្លែងចាក់សាំងទ្វារខាងនេះបាទហើយដូចនិយាយអញ្ចឹងបាទឡានគឺខ្ញុំប្រាប់បងប្អូនថាមានកង់4ទ្វារបើកឡើងលើ2ហើយមានម៉ាស៊ីនមុខក្រោយបាទមានតែប៉ុណ្្នឹងឯងហើយបងប្អូនយើងចង់ដឹងឬក៏ចង់ search តម្លៃអីបងប្អូនអាច search តាម website ដែលបងប្អូនដឹងណា search ទៅបាទពីតម្លៃពីអីឡាននេះក៏រៀងធ្លាក់ថ្លៃដែរការខ្ញុំទិញនៅថ្លៃបាទការខ្ញុំទិញនេះគឺវាជិត7ឆន់ហើយទាំងកាត់ឈ្មោះកាត់អីវា7ឆន់ហើយទិញបានប្រហែលសប្តាហ៍មកឃើញនៅស្រុកខ្មែរគេផ្ទុះបឹងគេផ្ទុះអាយផាល់នឹងបឹងបាទដល់ពេលទៅខ្ញុំគិតថានៅស្រុកខ្មែរតម្លៃគួរសមមានតម្លៃ 50000 30000 40000 អីចឹងណាបងប្អូនអរគ្នាអញ្ចឹងខ្ញុំគិតថាវារៀងធូរថ្លៃដែរនៅស្រុកខ្មែរប៉ុន្តែនៅកូរ៉េគឺថ្លៃហើយនៅក្នុងអ៊ិចសាន់នេះគឺមានតែឡានខ្ញុំនឹងមួយទេនៅក្នុងទីក្រុងអ៊ិចសាន់នេះមានតែឡានខ្ញុំនេះមួយគ្រឿងឲ្យគត់តែម្ដងបាទគឺអត់មានឡានផ្សេងទេអញ្ចឹងសូមជំរាបប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងបាទវាមានតែមួយគ្រឿងជិះស្អែកអញ្ចឹងរៀងពិបាកបន្តិចដោយសារតែគ្រឿងបន្លាស់របស់វាគឺពិបាកមែនទែនពួកឡានក្រៅប្រទេសនេះអញ្ចឹងរាល់គ្រឿងបន្លាស់របស់វាគឺថ្លៃបំផុតបងប្អូនអរគ្នាគឺថ្លៃបាទប្រេងបាតដូរម្ដងអីជិត300បាទប្រេងបាតរបស់វាអញ្ចឹងវាថ្លៃបាទគ្រាន់តែផ្លិតទឹកនេះក៏ជិត100ដែរអានេះមួយក៏ជិត50រៀលដែរសម្រាប់ស្ទះបិទទឹកណាអញ្ចឹងវាថ្លៃមែនទែនវ៉ាល់កង់វ៉ាល់អីហ្នឹងគឺលេងគឺថ្លៃបងប្អូនអរគ្នាអញ្ចឹងមានតែប៉ុណ្្នឹងឯងបាទអ្នកដែលមានសមាជិកគ្រួសារច្រើនអីគួរតែកុំជិះវាបាទគួរតែជិះនេះ Genesis អីនេះទៅបាទឬក៏ជិះ Zip ជិះអីទៅដឹកបានច្រើនដឹកបានមកពូជបាទមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាចំពោះការទស្សនាវីដេអូនេះរហូតដល់ចប់បាទយល់ពីខ្ញុំនិយាយបាទដោយសារតែពេលនេះគឺខ្ញុំ viral មែនទែននៅក្នុងការកើបលុយតាមប្រព័ន្ធ social media បាយបាយ